នោះពេលដែលមេឃនៅមជ្ឈមបូព៌ានៅតែភ្លឺឡើងដោយភ្លើងមីស៊ីលសេចក្តីថ្លែងការណ៍មួយបានធ្វើឲ្យស្ថានភាពកាន់តែតានតឹង A short time ago, the United States military began major combat operations in Iran. ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថាយុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់អាចបន្តជាច្រើនសប្តាហ៍ឬយូរជាងនេះសំណួរនៅពេលនេះមិនមែនថាតើការវាយប្រហារនឹងឈប់ឬអត់ទេប៉ុន្តែថាតើចំនួននេះកំពុងឈានទៅកាន់សង្គ្រាមរយៈពេលវែងសេចក្តីថ្លែងការណ៍ចុងក្រោយពីក្រុង Washington បានផ្ញើសារថាសហរដ្ឋអាមេរិកបានរៀបចំសម្រាប់យុទ្ធនាការយូរអង្វែងមិនមែនជាការវាយប្រហារខ្លីៗប៉ុណ្ណោះទេពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថាប្រតិបត្តិការយោធាអាចបន្តជាច្រើនសប្តាហ៍ឬយូរជាងនេះវាត្រូវបានយល់ថាជាការបង្ហាញគោលដៅយោធាមានលក្ខណៈជាប្រតិបត្តិការបន្តមិនមែនត្រឹមវាយម្ដងហើយចប់នោះឡើយអ្នកវិភាគជាច្រើនមើលឃើញថាសារបែបនេះមានគោលបំណង3ផ្នែកធំៗ1ទប់ស្កាត់ការឆ្លើយតបដោយបង្ហាញថាអាមេរិកមានសមត្ថភាពនិងឆន្ទៈបន្តសម្ពាធប្រសិនបើមានការវាយតបលើមូលដ្ឋានយោធាឬលើសម្ព័ន្ធមិត្តទី2បង្កើនសម្ពាធនយោបាយលើអ៊ីរ៉ង់ដោយបញ្ជាក់ថាការប៉ះទង្គិចអាចនឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីធ្វើឲ្យអ៊ីរ៉ង់កាន់តែពិបាកគ្រប់គ្រងសម្ព័ន្ធមិត្តនិងតំបន់ដោយផ្ញើសារទៅកាន់ប្រទេសនៅឈូងសមុទ្រនិងដៃគូសន្តិសុខថាក្រុង Washington នៅទីនេះនឹងត្រៀមការពារប្រព័ន្ធសន្តិសុខតំបន់ក្នុងពេលជាមួយគ្នានេះអ៊ីស្រាអែលបានបន្តសកម្មភាពវាយប្រហារលើគោលដៅដែលខ្លួនអះអាងថាជាហេដ្ឋារចនាសម្ព័ន្ធយោធាទីតាំងផ្ទុកបាញ់មីស៊ីលនិងសមត្ថភាពគាំទ្រកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ថាគោលដៅសំខាន់គឺកាត់បន្ថយសមត្ថភាពវាយតបរបស់អ៊ីរ៉ង់និងបំបាក់សមត្ថភាពប្រតិបត្តិការរយៈចម្ងាយដែលអាចគំរាមកំហែងលើទឹកដីអ៊ីស្រាអែលជាមួយគ្នានេះការព្រួយបារម្ភអំពីការឆ្លើយតបរបស់អ៊ីរ៉ង់ក៏កំពុងកើនឡើងអ្នកសង្កេតការណ៍ព្រមានថាអ៊ីរ៉ង់អាចជ្រើសរើសការឆ្លើយតបក្នុងរូបមន្តជាច្រើនវាយតបដោយមីស៊ីលឬដ្រូនទៅលើគោលដៅយោធាបង្កើនសកម្មភាពប្រតិសក្រុបនៅក្នុងតំបន់ឬបង្កើនសម្ពាធផ្លូវសមុទ្រសំខាន់ៗដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចសកលដោយសារចំនួនកំពុងក្លាយជាការប៉ះទង្គិចដែលមានច្រើនជាន់និងច្រើនទីតាំងសារពីក្រុង Washington ថាអាចបន្តជាច្រើនសប្តាហ៍ត្រូវបានមើលឃើញជាសញ្ញាថាការប្រឈមមុខនេះអាចឈានទៅសភាពវែងនិងពិបាកគ្រប់គ្រងជាងមុនប្រសិនបើគ្មានច្រកចេញផ្លូវការទូតឆាប់រហ័សនោះទេអ្នកជំនាញសន្តិសុខព្រមានថាបើមានការវាយប្រហារធ្ងន់ធ្ងរជាងនេះឬការវាយប្រហារលើគោលដៅស៊ីវិលនោះការឆ្លើយតបកាន់តែធំឡើងជាពិសេសការចូលរួមរបស់ក្រុមហេបូឡានៅព្រំដែនលីបង់ធ្វើឲ្យមានហានិភ័យច្រើនស្ថានភាពបែបនេះអាចធ្វើឲ្យសង្គ្រាមមិនត្រឹមតែជាការប៉ះទង្គិចកំណត់គោលដៅប៉ុន្តែក្លាយជាសង្គ្រាមតំបន់ទាំងមូលចំនួននេះមិនមានផលប៉ះពាល់ត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេវាកំពុងប៉ះពាល់ដោយផ្ទាល់ដល់សរសៃឈាមសេដ្ឋកិច្ចពិភពលោកការតានតឹងជុំវិញច្រកសមុទ្រ Hormuz ដែលជាចំណុចដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោកបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រហែល 1/5 នៃប្រេងពិភពលោកត្រូវឆ្លងកាត់ច្រកមួយនេះប្រសិនបើមានការរំខានឬការបិទបណ្ដោះអាសន្នតម្លៃប្រេងអាចកើនឡើងភ្លាមៗថ្លៃដឹកជញ្ជូននិងថ្លៃថាមពលអាចកើនឡើងអត្រាអតិផរណាអាចត្រឡប់មកវិញក្នុងប្រទេសជាច្រើនទីផ្សារហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញសញ្ញារញ្ជួយខណៈវិនិយោគិនកំពុងប្តូរទ្រព្យសម្បត្តិទៅជាមាសនិងប្រាក់ដុល្លារភាគហ៊ុននៅតំបន់មួយចំនួនមានការធ្លាក់ចុះខណៈទីផ្សារថាមពលមានការកើនឡើងនៃអស្ថិរភាពអ្នកវិភាគសេដ្ឋកិច្ចព្រមានថាចំនួនយូរអង្វែងអាចបង្កើតហានិភ័យលើតម្លៃប្រេងមានន័យថាតម្លៃប្រេងនឹងនៅខ្ពស់ជាងធម្មតាដោយសារហានិភ័យភូមិសាស្ត្រនយោបាយនេះបង្ហាញថាចំនួនមួយនៅមជ្ឈមបូព៌ាមិនមែនជាបញ្ហាតំបន់ទេប៉ុន្តែអាចប៉ះពាល់ដល់តម្លៃប្រេងនៅអាស៊ីការចំណាយក្នុងអឺរ៉ុបនិងស្ថិរភាពទីផ្សារនៅសហរដ្ឋអាមេរិកសង្គ្រាមនេះអាចក្លាយជាកត្តាសំខាន់មួយដែលកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ
សេចក្តីថ្លែងការណ៍ពីសហរដ្ឋអាមេរិកបង្ហាញថាប្រតិបត្តិការយោធានេះមិនមែនជាសកម្មភាពបណ្ដោះអាសន្នទេសម្រាប់អាមេរិកនិងអ៊ីស្រាអែលនេះជាការទប់ស្កាត់ហានិភ័យមុនពេលវារីកធំជាងនេះសម្រាប់អ៊ីរ៉ង់គឺជាការរំលោភអធិបតេយ្យភាពនិងសិទ្ធិការពារខ្លួនសម្រាប់ពិភពលោកវាជាការសាកល្បងដ៏ធំបំផុតនៃការទប់ស្កាត់ការវាយដើម្បីការពារនិងស្ថិរភាពសេដ្ឋកិច្ចសកល